อគ្នាវាពិតជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលនិងមានការសោកស្ដាយខ្លាំងមែនទែនប្រហែលជាមួយអាទិត្យមុននេះខ្ញុំជឿថាបងមួយចំនួនណាក៏បានឃើញពីព័ត៌មាននៃការធ្លាក់យន្តហោះ India Airlines មួយដែរមែនអត់អញ្ចឹងថ្ងៃហ្នឹងខ្ញុំចង់លើកយករឿងរ៉ាវហេតុការណ៍នៃការធ្លាក់យន្តហោះនេះមកសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាបានដឹងខ្ញុំជឿថានៅពេលដែលអ្នកទាំងអស់គ្នាបានដឹងហើយអ្នកទាំងអស់គ្នាប្រកាសជាមានអារម្មណ៍មួយដែលពិបាកនៅក្នុងការបរិយាយខ្លាំងមែនទែនហ្មងឥឡូវយើងចូលមកដល់សាច់រឿងរបស់យើងវិញយន្តហោះដែលបានធ្លាក់នោះមានឈ្មោះថា Air India Boeing 787 និង 8ដែលនៅក្នុងនោះមានចំនួនមនុស្សរហូតដល់ទៅ269នាក់ដែលត្រូវបានស្លាប់បាត់បង់ជីវិតក្នុងរយៈពេលត្រឹមតែមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះតែការពិតទៅនៅក្នុងយន្តហោះនោះមានមនុស្សរហូតដល់ទៅ270នាក់ប៉ុន្តែនៅមានមនុស្សប្រុសម្នាក់ដែលនៅរស់រានមានជីវិតអាចនិយាយបានថាវាគឺជាអភិនិហេមួយដែលចម្លែកខ្លាំងមែនទែនហ្មងមនុស្សទាំង269នាក់បានស្លាប់តែគាត់ម្នាក់អត់ស្លាប់សោះដោយសារតែពេលហ្នឹងគាត់បាននិយាយដែរគឺគាត់អង្គុយនៅចិត្តទ្វារ emergency ហើយរឿងហេតុបន្តទៀតក៏ខ្ញុំអត់ទាន់ច្បាស់ដែរហើយរូបភាពដែលនៅក្នុងវីដេអូខាងលើនេះសុទ្ធសឹងតែជាសមាជិកដែលនៅក្នុងហេតុការណ៍ហ្នឹងនិយាយរួមទៅវាស្រស់ៗពេកឯណាគ្នាជាក់ស្ដែងដោយសមាជិកគ្រួសារខាងលើនេះអញ្ចឹងពួកគាត់កំពុងតែសើចសប្បាយថតរូបលេងនៅលើយន្តហោះដែលប្រុងនឹងចេញដំណើរប៉ុន្តែពួកគាត់អត់បានដឹងទេថានេះគឺជាការហោះហើរចុងក្រោយនៃជីវិតរបស់ពួកគេទេហើយបរិបទខាងលើដែលជាមេគ្រួសារមានឈ្មោះថាប្រាទីកមានអាយុ43ឆ្នាំគាត់សប្តាហ៍ថ្ងៃគឺជាដុកទ័រនៅឯ UK ហើយគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនព្រោះគាត់ទើបតែទទួលបានការធានាអញ្ជើញប្រពន្ធនិងកូនរបស់គាត់ទៅរស់នៅជុំគ្នានៅទីនោះឯប្រពន្ធរបស់គាត់វិញមានឈ្មោះថាកូមីក៏ជាដុកទ័រម្នាក់ដែលនៅប្រចាំនៅប្រទេសឥណ្ឌាដែរតែគាត់បានបោះបង់អាជីពជាដុកទ័រដោយសារតែគាត់ដឹងថាគាត់ត្រូវតែរស់នៅជុំគ្នាជាមួយនឹងគ្រួសាររបស់គាត់នៅឯ London ពួកគាត់មានកូនភ្លោះប្រុសអាយុ5ឆ្នាំនិងកូនស្រីម្នាក់អាយុ8ឆ្នាំពួកគាត់តែងតែសង្ឃឹមថានឹងរស់នៅជុំគ្នាតែនេះមិនទាន់បានជុំគ្នាផងត្រូវបាត់បង់ជីវិតទាំងគ្រួសារតែម្ដងនិងមួយនេះវាពិតជាបានធ្វើឲ្យមនុស្សពេញ social media មានការសោកស្ដាយនិងរន្ធត់ជាខ្លាំងមែនទែនហើយបងប្អូនទាំងគ្នាតែខ្ញុំបានលឺនិងបានឃើញហ្នឹងក៏ខ្ញុំស្លុតចិត្តដែរខ្ញុំសប្បាយអត់ចេញទេពេលយន្តហោះដែលកំពុងតែធ្លាក់ហ្នឹងថាតើក្មេងៗតូចៗគ្នាមានអារម្មណ៍ភ័យខ្លាចយ៉ាងណាទៅហើយគ្រួសារមួយនេះអញ្ចឹងគាត់ទៅតែទទួលបានកដោទ្រីបទៅលេងសាច់ញាតិរបស់គាត់ជាមួយនឹងកូនស្រីរបស់គាត់ម្នាក់ដែលមានឈ្មោះថាសារ៉ាហើយមានអាយុទៅតែ4ឆ្នាំតែប៉ុណ្ណោះអ្វីដែលសំខាន់ណាសារ៉ាគឺជាក្មេងម្នាក់ដែលឆ្លាតស្អាតនិងរៀនពូកែថែមទៀតផងតែបែរជាត្រូវមកបាត់បង់ជីវិតក្នុងរយៈពេលដ៏ខ្លីបែបនេះចំណែកឯគូស្នេហ៍ភេទដូចគ្នាមួយគូនេះដែលទៅតែរៀបការថ្មីថ្មោងហ្នឹងពួកគាត់ទាំងពីរបានធ្វើដំណើរកម្សាន្តទៅក្រឹបទឹកឃ្មុំនៅឯប្រទេសឥណ្ឌាហើយរៀបនឹងត្រឡប់មកប្រទេសខ្លួនវិញក៏ត្រូវបានបាត់បង់ជីវិតទាំងគូតែម្ដងអូយបងប្អូនអរគ្នាវាពិតជាកំសត់ខ្លាំងមែនតើហ្មងខ្ញុំបានឃើញវីដេអូសាកសពរបស់ពួកគាត់ទាំងក្មេងទាំងចាស់គឺខ្លោចអស់ហ្មងពួកយន្តហោះនៅពេលដែលធ្លាក់មកគឺឆេះដោយសារតែរូបភាពទាំងអស់ហ្នឹងខ្ញុំអាចដាក់នៅក្នុងវីដេអូរបស់ខ្ញុំបានទេអញ្ចឹងខ្ញុំអាចបង្ហាញឲ្យអ្នកគ្នាបានឃើញទេអីខ្ញុំខ្លាចតែមានបញ្ហាប៉ុន្តែខ្ញុំជឿថាបើសិនជាអ្នកនរគ្នាបានឃើញប្រកាសជាខ្ទេចខ្ទីបេះដូងអស់ហ្មងតែខ្ញុំមានសំណួរមួយចង់សួរបងប្អូនទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាដឹងថាខ្លួនយើងនេះត្រូវស្លាប់នៅក្នុងពេលឆាប់ខាងមុខនេះហើយតើអ្នកទាំងអស់គ្នាមានក្តីសម័យអ្វីទៅមានអីចង់ផ្លាស់ប្ដូរខ្លួនឯងព្រោះថាសំណួរដែលខ្ញុំសួរមួយនេះគឺវាតាក់ទងទៅនឹង pilot ដែលបើកយន្តហោះមួយហ្នឹងដែលមានឈ្មោះថាស៊ូមីតហើយក្តីសម័យចុងក្រោយរបស់គាត់គឺគាត់ចង់ចំណាយពេលវេលានៅជាមួយនឹងឪពុកចំណាស់របស់ខ្លួនឲ្យបានច្រើនព្រោះស៊ូមីតបានចំណាយពេលជិត3ទសវត្សរ៍ទៅហើយនៅក្នុងការធ្វើជាអ្នកបើកយន្តហោះមួយនេះគាត់គឺជាកូនប្រុសម្នាក់ដែលមានភាពកតញ្ញូណាស់មុនពេលដែលគាត់រៀបហោះទៅណាគាត់តែងតែផ្ដាំអ្នកជិតខាងឲ្យជួយមើលថែឪពុករបស់គាត់ហើយនៅក្នុងថ្ងៃនោះផងដែរគាត់បានប្រាប់ឪពុករបស់គាត់ថាពេលដែលគាត់ហោះទៅដល់ London ភ្លាមគាត់នឹងធ្វើការលាឈប់ឆាប់នេះដើម្បីចង់ចំណាយពេលវេលាចុងក្រោយរបស់គាត់នេះទៅនៅជាមួយឪពុករបស់គាត់ឲ្យបានច្រើនមិនត្រឹមតែប៉ុណ្្នឹងទេមុននឹងគាត់ហោះទៅហ្នឹងគាត់បានប្រាប់ឪពុករបស់គាត់ថាពេលដែលជើងយន្តហោះគាត់ធ្លាក់ដល់ London ភ្លាមគាត់នឹងខលទៅឪពុករបស់គាត់មុនគេតែម្ដងប៉ុន្តែអ្វីបានខុសស្រឡះគាត់មិនត្រឹមតែមិនបានខលទៅឪពុករបស់គាត់ទេគាត់ថែមទាំងមិនអាចត្រឡប់ទៅចំណាយពេលវេលាមើលថែនិងជួបឪពុករបស់គាត់ជារៀងរហូតទៅវិញបែរជាឲ្យឪពុកចំណាស់អង្គុយលើរទេះរុញនេះជូនដំណើរកូនខ្លួនឯងទៅវិញឃើញអត់បងប្អូនអរគ្នាត្រឹមរយៈពេលតែ32វិនាទីយន្តហោះបានបន្តិចហ្នឹងត្រូវបាត់បង់មនុស្សរហូតដល់ទៅ269នាក់បាត់បង់គ្រប់យ៉ាងអញ្ចឹងហើយដោយពាក្យចាស់មួយគេនិយាយថាមនុស្សយើងម្នាក់តើមាន10ឆ្នាំប្រហែលដងអញ្ចឹងកុំនៅកើតទុកខ្លាំងពេកមនុស្សណាដែលអវត្តមានសម្រាប់ជីវិតយើងបើបំភ្លេចចោលបានក៏បំភ្លេចចោលទៅយកពេលវេលាចំណាយជាមួយនឹងគ្រួសារនិងមនុស្សដែលខ្លួនយើងស្រឡាញ់ឲ្យតម្លៃយើងឲ្យបានច្រើនវិញវាល្អជាងខ្ញុំសង្ឃឹមថាបងប្អូនបានឃើញវីដេអូនេះហើយនឹងផ្លាស់ប្ដូរការគិតរបស់ខ្លួនឯងព្រោះយើងម្នាក់អត់អាចមើលឃើញថ្ងៃស្អែកនោះទេ